លោកមកនេះនេះគឺមកនៅពីសិបុកអសក់ស៊ី brand ដែលបងប្អូនទាំងគ្នាលើ Facebook គាត់បានដឹងពីអត្ថប្រយោជន៍របស់វាហើយគេថាប៉ុន្តែវាមិនដែរអញ្ចឹងសម្រាប់មកនេះនេះគឺយើងមកណែនាំគ្នាពីម្ដងទៀតតើតើនឹងសាប៊ូនឹងសម្រាប់សាប៊ូនឹងគឺបងប្អូនដែលបានបញ្ហាជាមួយនឹងសក់អង្ការសក់ជ្រុះខ្លាំងសួរអីហ្នឹងអាចសាកជាមួយសាប៊ូនេះបានសាប៊ូនេះធ្វើទៅប៉ុន្តែចាក៏ទៅរឹងសក់បន្តិចប៉ុន្តែវាជួយព្យាបាលជាមួយនឹងចាអង្ការហើយនឹងសក់ដែលជ្រុះហ្នឹងជួយកាត់បន្ថយជ្រុះម្ដងតិចចឹងណាសម្រាប់ខ្ញុំគឺខ្ញុំបានប្រើហើយអញ្ចឹងបងប្អូនដែលគាត់ចង់បានសក់បាត់ជ្រុះអញ្ចឹងគឺយើងប្រើវាហើយប្រើបន្ទន់ឲ្យបានច្រើនហើយបន្ទន់ដោយឡែកកុំប្រើដល់គូក្បាលគូនៃក្បាលសក់របស់យើងគឺយើងអប់ទៅចុងបានហើយសម្រាប់បន្ទន់តែបើកក់សក់គឺអ្នកនេះត្រូវតែធ្វើការកក់វាកក់ពីគល់ហើយកក់ឲ្យបានរៀងរាល់ថ្ងៃកក់នៅពេលព្រឹកវាត្រជាក់ស្បែកក្បាលអញ្ចឹងនៅក្នុងឈុតហ្នឹងគឺយើងមានជាមួយពូកក់សក់មួយហើយនិងបន្ទន់ក្នុងទូចមួយសម្រាប់ឈុតពូកក់សក់ហ្នឹងណាបាទបន្ទន់គឺអត់មានអីថែមទេអញ្ចឹងសម្រាប់បងនៅចាំបានកើបងបានចាអរគុណច្រើនបងអូន